Hỏi bạn sầm rạp nhung nắng tim muối nó thò từ khối đặc chia sai mình xem thở cho từ khai thở cho thở đi sơi xem số bong ôn sàn sàn thành nên chúng tôi sẽ phải xóa công việc quay nó trên mặt càn cam thì các xoay vô bị mộtជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យហើយមុខជំនាញនេះផងដែរក៏ចង់ពិពណ៌នាអំពីសេចក្តីសំខាន់របស់មុខជំនាញដើម្បីតម្រង់ទីសិក្សារបស់សិស្សានុសិស្សទាំងអស់ដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិថ្ងៃនេះផងដែរយើងនឹងធ្វើកិច្ចសម្ភាសន៍ជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងដើម្បីចែករំលែកពីចំណេះដឹងនិងបទពិសោធន៍និងភាពលម្អិតនៃមុខជំនាញគ្រប់គ្រងទេសចរណ៍ចាស់សូមស្វាគមន៍វាគ្មិនរបស់យើងគឺបងស្រីឈិនលីណាចាជំរាបសួរទស្សនិកជនខ្ញុំឈ្មោះឈិនលីណាដែលខ្ញុំជាសិស្សនៅសាកលវិទ្យាល័យភូមិភ្នំពេញដែលជាសិស្សនៅសិក្សានៅឆ្នាំទី4ដែលជំនាញដែលខ្ញុំសិក្សារាល់ថ្ងៃហ្នឹងគឺជាជំនាញគ្រប់គ្រងទេសចរណ៍ដែលហៅថា Tourism Management អូអញ្ចឹងមានថាមុខជំនាញរបស់បងអូនគឺ Tourism ត្រូវទេចាអញ្ចឹងមានឲ្យចិត្តដើរលេងច្រើននេះមើលទៅចាអញ្ចឹងបងអូនអាចពិពណ៌នាខ្លីៗពីមុខជំនាញរបស់បងអូនបានទេអូនចាបងចំពោះជំនាញទេសចរនេះការគ្រប់គ្រងជំនាញទេសចរនេះគឺយើងទូលំទូលាយខ្លាំងមែនទេហើយក៏យើងសិក្សាជំនាញជាច្រើននៅក្នុងនោះផងដែរហើយខ្ញុំសូមលើកទី1នេះគឺតកតងជាមួយនឹងដែលខ្ញុំធ្លាប់បានសិក្សាកន្លងមកនោះតកតងនឹងតំបន់ទេសចរអញ្ចឹងគឺតំបន់ទេសចរនេះគឺយើងសិក្សាអំពីការវិវត្តនៃវិស័យទេសចរទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរចាហើយនៅក្នុងដែរក៏យើងមានបង្កើតជាគម្រោងឬក៏ការគម្រោងអភិវឌ្ឍតំបន់ទេសចរនានានៅក្នុងស្រុកដូចជាទេសចរសហគមន៍ផ្សេងៗដើម្បីអាចរកចំណូលជូនពួកគាត់ផងដែរឲ្យខ្លាចជាតំបន់ទេសចរគំរូដូចគ្នាចាអញ្ចឹងក្រៅពីការអភិវឌ្ឍតំបន់ទេសចរនានាផងដែរក៏យើងសិក្សាបន្ថែមទៅលើការគ្រប់គ្រងអញ្ចឹងការគ្រប់គ្រងនៅក្នុងដែរតកតងជាមួយនឹងការស្នាក់នៅផ្សេងក៏យើងមានដូចជាការសិក្សាទៅលើការគ្រប់គ្រងនៃលំដាប់ការបើកអាជីវកម្មដូចជាសថាគារផ្ទះសំណាក់ resort អីផ្សេងហើយនៅក្នុងដែរក៏យើងសិក្សាទៅលើការគ្រប់គ្រងទៅលើផ្នែកបដិសណ្ឋារកិច្ចគឺក្នុងនេះសំខាន់មែនទែនក្នុងការបើកជាអាជីវកម្មតកតងជាមួយនឹងhotel resort អីជាដើមហើយយើងបន្ថែមដូចជាគ្រប់គ្រងទៅលើម្ហូបអាហារចំណីអាហារតកតងជាមួយនឹងការគ្រប់គ្រងទាំងអស់ហ្នឹងក៏យើងតកតងនឹងវិស័យអាកាសចរអីផ្សេងឬក៏លំនាំខ្សែសង្វាក់នៃការក្រុមហ៊ុន tour ឬក៏ជា travel company ឬក៏ travel agency អីចឹងក៏យើងបានសិក្សានៅក្នុងដែលថាលំនាំនៃខ្សែសង្វាក់ទៅកម្មផលគេហ្នឹងគេមានលំនាំដូចម្ដេចនៅក្នុងហ្នឹងហើយក៏យើងអាចសិក្សាពីការលក់កញ្ចប់ tour លក់កញ្ចប់ទេសចរដំណើរកម្សាន្តផ្សេងនៅក្នុងស្រុកនិងក្រៅស្រុកដូចគ្នាចាអញ្ចឹងតើកត្តាអ្វីដែលធ្វើឲ្យអូនស្រឡាញ់នឹងជ្រើសរើសយកជំនាញមួយហ្នឹងអូនចាអរគុណសម្រាប់សំណួរដោយសារតែយើងស្រឡាញ់ខាងវិស័យទេសចរស្រឡាញ់វាមិនគ្រប់គ្រាន់ទេសំខាន់ថាយើងអាចដឹងថាសមត្ថភាពរបស់យើងអាចចូលខាងវិស័យទេសចរឬក៏អាចយល់ដឹងអាចរៀននេះគេខ្លះបានពីហ្នឹងហើយមួយទៀតដោយសារតែយើងធ្លាប់ទៅបណ្ដាប្រទេសផ្សេងឃើញការវិវត្តនៃវិស័យទេសចររបស់គេរីកចម្រើនខ្លាំងជាងប្រទេសយើងអញ្ចឹងយើងឃើញហើយថាយើងចង់ឲ្យប្រទេសយើងដូចប្រទេសគេដែរអភិវឌ្ឍខាងនឹងដូចគ្នាអញ្ចឹងគឺជាគេជឿនលឿនចាលឿនសឹងតែគ្រប់វិស័យនៃទេសចររបស់គេគឺជឿនលឿនជាងយើងអញ្ចឹងយើងចង់ឲ្យដូចគ្នាអញ្ចឹងបើខ្ញុំជ្រើសរើសជំនាញនេះដែរចាបងអញ្ចឹងក៏តាចុងក្រោយគេតទៅជាមួយនឹងប្រទេសជាតិយើងផ្ទាល់ដោយសារតើខ្ញុំបានសិក្សាតិចតួចដែរមុននឹងសម្រាប់ចិត្តជ្រើសរើសជំនាញហ្នឹងដឹងថាប្រទេសយើងនៅអ្នកជំនាញទេសចរនៅមានកម្រិតនៅឡើយចាអញ្ចឹងដូចជាហេតុដែលខ្ញុំចង់សិក្សាជំនាញទេសចរតែម្ដងចាអញ្ចឹងតើបងអូនគិតថាមុខជំនាញទេសចរនេះវាផ្ដល់ឱកាសការងារអ្វីខ្លះនៅពេលដែលបងអូនចប់ការសិក្សាចាអរគុណសម្រាប់សំណួរសំណួរនេះគឺពិសេសខ្លាំងមែនទែនសម្រាប់អ្នករៀនទេសចរចាអញ្ចឹងចំពោះឱកាសនៃការងារសម្រាប់វិស័យអ្នកសិក្សាជំនាញទេសចរនេះផងដែរទី1នៅពេលដែលគាត់សិក្សាចប់គាត់អាចមានឱកាសការងារចូលបម្រើការក្នុងក្រសួងទេសចរហើយក្រៅពីនេះក៏គាត់អាចធ្វើការក្នុងក្រុមហ៊ុន tour agency អាចបង្កើតលក់ជាកញ្ចប់ tour កញ្ចប់ទេសចរផ្សេងដំណើរកម្សាន្តផ្សេងហើយមួយទៀតហ្នឹងក៏គាត់អាចធ្វើការជានារីអូតេសអីចាមកគាត់អាចសិក្សាជំនាញបន្ថែមមគ្គុទ្ទេសក៍ទេសចរហើយក៏គាត់អាចធ្វើការបើកជាអាជីវកម្មផ្ទាល់ខ្លួនតទៅជាមួយនឹងការបើកជាសថាគារការបើកជាផ្ទះសំណាក់ resort អីផ្សេងចាអាចធ្វើ business ខ្លួនឯងបានវាចាអញ្ចឹងក្រៅពីហ្នឹងក៏គាត់អាចមានគំនិតច្នៃប្រឌិតបើកជាតំបន់ទេសចរថ្មីក្នុងប្រទេសកម្ពុជាយើងដើម្បីទាក់ទាញភ្ញៀវទេសចរក៏អាចរកចំណូលជូនជាតិបានដូចគ្នាចាអញ្ចឹងសូមថែមតិចបងតកតងជាមួយនឹងការងារនេះគឺគាត់អាចបង្កើតជាគម្រោងឬក៏បង្កើតជាគម្រោងផ្សេងក្នុងការអភិវឌ្ឍទេសចរនៅក្នុងស្រុកយើងផងដែរហើយក៏គាត់ការបង្កើតជាការ create event ផ្សេងមិនថា event ទេសចរតកតងនឹងវិស័យទេសចរមិនថាតកតងនឹងបុណ្យទានផ្សេងបុណ្យទានបែបទេសចរចាដូចថាបុណ្យសមុទ្របុណ្យអីចឹងគឺគាត់អាច create event នឹងបានដូចគ្នាចាអញ្ចឹងកុំភ្លេចឲ្យបងចូលរួមផងព្រោះបងមកជួយចិត្តដើរលេង
ចាអញ្ចឹងក៏បងយល់ឃើញបានណាចំពោះជំនាញនេះនៅពេលអនាគតណាចំពោះចាក់ខុសវិស័យនេះទៀតក៏គាត់អាចនិយាយថាជួយសេដ្ឋកិច្ចជាតិដូចគ្នាព្រោះអីសេដ្ឋកិច្ចជាតិយើងវិស័យទេសចរនេះគឺអាចនិយាយថាជាវិស័យគ្មានផ្សាយឧស្សាហកម្មគ្មានផ្សាយអញ្ចឹងគឺយើងត្រូវការវាខ្លាំងមែនទែនដើម្បីឲ្យសេដ្ឋកិច្ចជាតិយើងរីកចម្រើនទៅមុខចា៎ចាតើបងអូនមានកំណត់បែបណាដើម្បីចែករំលែកទៅកាន់សិស្សានុសិស្សអ្នកដែលគាត់ចង់រៀនជំនាញដូចជាបងអូនណាចាអរគុណបងចឹងសម្រាប់ការចែករំលែកឬក៏អាចនិយាយថាដាំទៅសិស្សបងអូនដែលគាត់មានភាពក្លាហាននិងភាពច្នៃប្រឌិតខ្ពស់ព្រោះអីនៅពេលដែលគាត់រៀនទេសចរគាត់អាចមានភាពច្នៃប្រឌិតផ្សេងៗតំបន់ទេសចរនានាឬក៏គាត់អាចមានអីលើសពីនឹងទៀតនៅពេលដែលគាត់ជ្រើសរើសជំនាញហ្នឹងចាចឹងចំពោះជំនាញបន្ថែមដែលគាត់ត្រូវមានទៀតទី1តកតងជាមួយភាសាហើយដូចជាភាពជាអ្នកដឹកនាំចាចឹងក៏គាត់ត្រូវមាននៅក្នុងនោះដែរព្រោះអីសំខាន់ណាស់ទេបើយើងចេះភាសាទៅយើងអាចតកតងជាមួយនឹងភ្ញៀវទេសចរក្រៅស្រុកចាក្រៅស្រុកក្នុងស្រុកអីផ្សេងៗចាដែលគាត់ចូលមកប្រទេសកម្ពុជាយើងហ្នឹងចាហើយមួយទៀតតកតងជាមួយភាពជាអ្នកដឹកនាំគាត់អាចមានភាពដឹកនាំពីកំណើតរបស់គាត់ក៏បានឬក៏គាត់អាចត្រៀមលក្ខណៈដូចគ្នាចាចឹងគាត់អាចដឹកនាំជាកញ្ចប់ធួយផ្សេងៗទៅក្រៅប្រទេសចាអញ្ចឹងអំឡុងពេលសិក្សានេះផងដែរបងអូនជួបលំបាកផលវិបាកអ្វីខ្លះចំពោះបងអូនផ្ទាល់ណាចាអរគុណបងស្រាប់សំណួរនេះចាអញ្ចឹងចំពោះផលវិបាកសម្រាប់ខ្ញុំផ្ទាល់ក្នុងការសិក្សាជំនាញទេសចរនេះជាងអាចនិយាយថាដូចនិយាយត្រួសពីលើមុននឹងថាខ្ញុំមានតែការដើរលេងការអីចឹងចាអញ្ចឹងផលវិបាកសម្រាប់ខ្ញុំហ្នឹងទី1ហ្នឹងថតទៅគ្រូដាក់ជាអាស័យមិនផ្សេងត្រូវចោះទៅខេត្តត្រូវចោះទៅ research អីផ្សេងអញ្ចឹងអ្នកផ្ទះក៏បារម្ភចឹងគឺយើងអត់ចង់ឲ្យគាត់បារម្ភពីយើងទេថាយើងធំអាចមើលថែខ្លួនឯងបានហើយកុំឲ្យគាត់គិតចឹងតែអ្នកតែនៅតែបារម្ភអញ្ចឹងខ្ញុំអត់ចង់ឲ្យមាន fear ថាកូនទៅរៀនទៅផ្លូវឆ្ងាយអាចជួបផលលំបាកឬក៏អាចជួបគ្រោះថ្នាក់អីផ្សេងចាហ្នឹងវាជាការធម្មតាមិនថាណាគេក៏ត្រូវតែមានរឿងបែបហ្នឹងដែរកុំថាឡើយតែធ្វើការដល់ផ្លូវឆ្ងាយទៅដើរលេងមួយថ្ងៃពីរថ្ងៃផ្លូវឆ្ងាយបន្តិចហ្នឹងក៏គាត់បារម្ភដែរចាអញ្ចឹងមកអ្នកដែលគាត់ទៅធ្វើការយូរខែយូរថ្ងៃទៅគាត់អ្នកថាពុកម្ដាយយើងគាត់បារម្ភអញ្ចឹងចាតើក្នុងមុខជំនាញនេះផងដែរតើ subject មួយណាដែលបងអូនឆ្លាញ់ចូលចិត្តជាងគេចាអញ្ចឹងចំពោះ subject ដែលខ្ញុំឆ្លាញ់និងចូលចិត្តរៀនជាងគេហ្នឹងគឺមាន subject ច្រើនតែខ្ញុំសូមលើកយកមួយមកគឺតកតងនឹង project management ចាហើយចំពោះ project management នេះគឺយើងការបង្កើតជាគម្រោងផ្សេងៗតកតងនឹងវិស័យទេសចរអញ្ចឹងដើម្បីអភិវឌ្ឍតំបន់ទេសចរមួយដើម្បីឲ្យរីកចម្រើនហើយអាចដឹងថាយល់ច្បាស់ពីកន្លែងទេសចរហ្នឹងព្រោះយើងមានច្រើនទាំងអេកូទេសចរបែបសហគមន៍មានច្រើនទៀតចាហើយនៅពេលណាដែលយើងអភិវឌ្ឍតំបន់ហ្នឹងហើយគឺគាត់មានអនិថាស្ថិរភាពមានការការពារល្អបរិស្ថានអីហើយក៏អាចរកចំណូលជូនដល់ប្រជាពលរដ្ឋគាត់នៅក្នុងដូចគ្នាចាជាចុងក្រោយតើបងមានសារអ្វីចែករំលែកដល់សិស្សានុសិស្សយើងក្រោយពេលដែលបងសិក្សាជំនាញនេះបងចាបងចុះចំពោះសារចុងក្រោយនេះគឺសម្រាប់សិស្សប្អូនដែលគាត់មានបំណងចង់សិក្សាទៅលើគ្រប់គ្រងទេសចរចា tourism management ហ្នឹងគឺខ្ញុំលើកទឹកចិត្តឲ្យគាត់សិក្សានៅជំនាញហ្នឹងឬក៏គាត់ឆ្លាញ់ជំនាញហ្នឹងសិក្សាទៅព្រោះអីខុសពីជំនាញផ្សេងៗដែលគាត់ឆ្លាញ់គាត់អាចទៅមករួចបានដែរចាតែបើគាត់គិតថាគាត់សមត្ថភាពគាត់អាចទៅលើនឹងបានគឺលើកទឹកចិត្តឲ្យគាត់ជ្រើសរើសជំនាញនេះចាជាចុងបញ្ចប់ក៏សូមអរគុណដល់វាគ្មិនរបស់យើងដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីចូលរួមចែករំលែកចំណេះដឹងហើយក៏សូមអរគុណដល់ទស្សនិកជនដែលបានចំណាយពេលទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់ហើយបើសិនមានចម្ងល់ត្រង់ណាឬជំនាញត្រង់ណាដែលចង់ឲ្យពួកយើងយកមកបកស្រាយសូម comment នៅខាងក្រោមវីដេអូដើម្បីតាមដានវីដេអូបន្ទាប់កុំភ្លេចចុច like និង share នៅក្នុង page Step Forward Institute និង Step Forward Abroad and Consultantហើយក៏ចាំជួបគ្នាជាមួយនឹងវាគ្មិនបន្តទៀតនៅវីដេអូក្រោយដើម្បីបកស្រាយលើមុខជំនាញផ្សេងៗទៀតហើយអ្វីដែលកុំភ្លេចនោះគឺវិធានការ3កុំនិង3ការពារចាសូមជម្រាបលា